កឧត្តមហ៊ីងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Xiao Yanqian នាយិកាអង្គការ ILO ប្រចាំកម្ពុជាឡាវនិងថៃនិងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនបានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនហៅកាត់ថា OPL នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងនារសៀលថ្ងៃទី18 ខែឧសភាឆ្នាំ2026ដើម្បីសង្កេតមើលការអនុវត្តជាក់ស្ដែងនៃ OPL សម្រាប់អតីតពលករក្នុងការបំផ្លែងពីបទពិសោធន៍ទៅជាវិញ្ញាបនបត្រឲ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរក៏ដូចជាបញ្ហាប្រឈមផងដែរអតីតពលករពីប្រទេសថៃជិត100នាក់ស្រី7នាក់ទទួលបានវិញ្ញាបនបត្រពីកម្មវិធី OPL នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងចាប់តាំងពីដាក់ឲ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះក្នុងនោះពលករចំនួន5នាក់បានឡើងចែករំលែកបទពិសោធន៍និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពនិងជំនាញដែលមិនដែលនឹកស្មានដល់ពួកគាត់អះអាងថាវិញ្ញាបនបត្រនេះពិតជាមានអត្ថប្រយោជន៍ព្រោះវាធ្វើឲ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំងជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់តំណាងឲ្យអ្នកទទួលវិញ្ញាបនបត្រពួកគាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលក្រសួងការងារនិងដៃគូអភិវឌ្ឍន៍ដែលបានប្រួយផ្ដាំគំនិតបង្កើតកម្មវិធីនេះឡើងពួកគាត់ក៏សំណូមពរឲ្យមានការបន្តកម្មវិធីនេះទៀតផងដែរក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីហ៊ីងសួរបានកោតសរសើរនិងអបអរសាទរចំពោះបងប្អូនទាំង5នាក់ក៏ដូចជាអ្នកទទួលបានវិញ្ញាបនបត្រផ្សេងទៀតឯកឧត្តមសង្កេតឃើញថាក្រោយពីទទួលបានវិញ្ញាបនបត្របងប្អូនហាក់បីដូចជាមានជំនឿទុកចិត្តនៅក្នុងខ្លួនកាន់តែខ្លាំងវិញ្ញាបនបត្រនេះអាចនឹងធ្វើឲ្យកន្លែងការងារកាន់តែជឿទុកចិត្តព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមផងដែរចំណែកអ្នកមានវិញ្ញាបនបត្រហើយទៅប្រកបមុខរបរដោយខ្លួនឯងដូចជាដុតនំជាដើមក៏នឹងធ្វើឲ្យអតិថិជនកាន់តែទទួលស្គាល់ជឿទុកចិត្តនិងទទួលបានប្រាក់ចំណូលច្រើនទៀតផងភាពជោគជ័យរបស់បងប្អូនគឺជាការរំលឹកដ៏មានអត្ថន័យថាជំនាញដែលកើតចេញពីការខិតខំនិងបទពិសោធន៍ជាក់ស្ដែងគឺជាទ្រព្យសម្បត្តិដ៏សំខាន់ដែលសមនឹងទទួលបានការទទួលស្គាល់ជាផ្លូវការឯកឧត្តមហ៊ីងសួរបានលើកទឹកចិត្តដល់បងប្អូនឲ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាងនិងអតីតពលករដូចគ្នាឲ្យចូលរួមប្រឡងក្នុងកម្មវិធី OPL ដោយឥតគិតថ្លៃនេះតាមរយៈការឧបត្ថម្ភពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខណៈដែលក្រសួងបានសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡងជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្ត្រីឲ្យបានកាន់តែច្រើនតំណាង UN ប្រចាំកម្ពុជាអង្គការ ILO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសុទ្ធតែបានសាទរចំពោះអ្នកទទួលបានវិញ្ញាបនបត្រទាំងអស់ជាពិសេសការចែករំលែកបទពិសោធន៍របស់បងប្អូនលោកស្រី Xiao Yanqian មានប្រសាសន៍ថាបងប្អូនទាំងអស់គឺពិតជាគំរូល្អដែលអាចក្លាយទៅជាទូតសុឆន្ទៈសម្រាប់ OPL ជាពិសេសគឺស្ត្រីលោកស្រីជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមហ៊ីងសួរកម្មវិធីនេះនឹងកាន់តែរីកចម្រើនក្នុងការជួយកសាងទំនុកចិត្តទាំងអតីតពលករនិងយុវជនជំនាន់ក្រោយ។